ប៉ុន្តែចង់សួរថាចុះជាក់វណ្ណៈកិច្ចដែលនៅតាមបញ្ចទ្វារហ្នឹងជាចិត្តរបស់ដួងណាសម្រាប់បុថុជនយើងមានចិត្ត20ដួងដែលអាចធ្វើតាមបញ្ញទ្វារនិងមโนទ្វារនឹងបានជាវ័នណាគឺអកុសលចិត្ត12ហើយនិងមហាកុសល8ហ្នឹងបុថុជនណាបាទបុថុជនមានប៉ុណ្ណឹងបើសោតាដកខ្លះដក5ដកទិដ្ឋិកតៈសម្បយុទ្ធ4ហើយនិងវិជ្ជកិច្ឆាសម្បយុទ្ធ1ទៀតអញ្ចឹងណាអញ្ចឹង20ដក5នៅសល់15សោតាសកទាអាណាគាដក2ទៀតដកទោសមូលចិត្ត2ទៀតចេញទៅនៅសល់13អញ្ចឹងណាហើយដល់ទៅព្រះអរហន្តដកអា20នឹងចេញទាំងអស់ប៉ុន្តែដូចចំនួនដោយមហាកិរិយា8ហើយនឹងហសិតុបាទចិត្ត1ហ្នឹងបើលោកមិនមានជាអ្នកមានឈានលាភីណាក្នុងជីវិតប្រកដីរាល់ថ្ងៃដែលមិនរាប់នៅក្នុងមគ្គវិថីទេហ្នឹងហើយចង់សួរថាម៉េចទៀតចង់សួរថាកន្លែងជាក់វណ្ណៈកិច្ចនៅតាមបញ្ចទ្វារហ្នឹងយើងដឹងតែបរមត្ថទេអញ្ចឹងវាជាចិត្តដួងណាដែលធ្វើជាក់វណ្ណៈកិច្ចទាំង20ហ្នឹងគ្រាន់តែថាវាមានកម្លាំងខ្សោយនៅឡើយតែប៉ុណ្ណោះទេអញ្ចឹងណាអញ្ចឹងបានន័យថាចិត្តដែលកើតតាមបញ្ចទ្វារហ្នឹងមានកម្លាំងខ្សោយมันអាចធ្វើឲ្យកម្មធ្វើចេញជាកម្មអីមួយបាទបើត្រឹមតែនៅក្នុងបញ្ចទ្វារហ្នឹងมันអាចសម្រេចជាកម្មបត្តិបានទេចិត្តដែលធ្វើជាវណ្ណៈកិច្ចឲ្យសម្រេចជាកម្មបត្តិតើលើប្រព្រឹត្តទៅក្នុងមโนទ្វារទើបមានកម្លាំងប៉ុន្តែវាមានឧបការៈពីបញ្ចទ្វារហ្នឹងទៅអញ្ចឹងណាចា៎បាទសូមសំណួរមួយទៀតសុំសំណួរមួយទៀតលោកគ្រូពួកអីរាល់ថ្ងៃរៀនតាមក្រុមហ្នឹងបានមានបងគាត់ទាញយកសំណួរពីបងឈៀងហៃដែលសំណួរខ្វិសលោកគ្រូសំណួរខ្វិសលោកគ្រូដែលសំណួរសួរថាតើអហេតុកកុសលវិបាកចិត្តមានប៉ុន្មានដួងដែលអាចដឹងអតិអដ្ឋារម្មណ៍បានហើយនៅក្នុងនោះដែរក្នុងក្រុមពិភាក្សាគ្នាទៅអត់សូវយល់លោកគ្រូអត់សូវយល់យើងគិតថាដឹងអារម្មណ៍អតិអដ្ឋារម្មណ៍មានមួយដួងដូចជាមានមួយដួងហើយលោកគ្រូដែលយើងរៀននៅក្នុងអហេតុកកុសលវិបាកចិត្តមាន8ដួងហ្នឹង7ដួងដឹងមច្ឆតអដ្ឋារម្មណ៍និងមួយដួងដឹងអារម្មណ៍អដ្ឋារម្មណ៍អតិអដ្ឋារម្មណ៍ប៉ុន្តែនៅក្នុងចម្លើយដែលសំណួរខ្វិសហ្នឹងគេឆ្លើយថាមាន7ដួងដែលអាចដឹងអតិអដ្ឋារម្មណ៍អញ្ចឹងពួកខ្ញុំក្នុងក្រុមអត់យល់ថានៅចិត្តណាខ្លះលោកផ្នែកអដ្ឋារម្មណ៍និងអនិដ្ឋារម្មណ៍យើងចែកជា2ក៏បានចែកជា3ក៏បានណាខ្ញុំនិយាយតាមលំដាប់ទៅណាអនិដ្ឋារម្មណ៍វាអត់មានចែកអនិដ្ឋារម្មណ៍និងអតិអនិដ្ឋារម្មណ៍ទេអាហ្នឹងយើងអត់ឆ្ងល់ទេអញ្ចឹងដល់ទៅផ្នែកអដ្ឋារម្មណ៍ដែលជាផលល្អនោះដែលជាអារម្មណ៍ជាទីប្រាថ្នាហ្នឹងវាចែកជា2មច្ឆតអដ្ឋារម្មណ៍ដូចអារម្មណ៍ជាទីប្រាថ្នាដែរជាធម្មតាហ្នឹងហើយមិនជាខ្លាំងណាស់ហើយនឹងអតិអដ្ឋារម្មណ៍អារម្មណ៍ជាទីប្រាថ្នាក្រៃលែងដូចជាឃើញរូបព្រះសម្មាសម្ពុទ្ធឬក៏សម្លេងពធរូបប្រសង់ហ្នឹងសិតតែចាត់ជាអតិអដ្ឋារម្មណ៍ទាំងអស់អញ្ចឹងណាបាទហើយបើយើងនិយាយពីត្រឹមចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណត្រឹមហ្នឹងមកណាហើយនឹងសម្បដិឆន្ទៈ6ហ្នឹងគឺទោះជាអដ្ឋារម្មណ៍ធម្មតាឬអតិអដ្ឋារម្មណ៍គឺវាដឹងបានទាំងអស់ពីព្រោះចក្ខុវិញ្ញាណបើទោះជាឃើញរូបដែលជាមច្ឆតអដ្ឋារម្មណ៍អារម្មណ៍ល្អមធ្យមឬក៏អារម្មណ៍ក្រៃលែងដោយរូបព្រះសម្មាសម្ពុទ្ធចក្ខុវិញ្ញាណមិនអាចផ្លាស់ប្ដូរឈ្មោះទៅជាសោមនស្សឬក៏សុខៈអីទេវានៅតែជាឧបេក្ខាអញ្ចឹងវាបានដឹងបានទាំងពីរដឹងជាមច្ឆតអដ្ឋារម្មណ៍ផងហើយនឹងអតិអដ្ឋារម្មណ៍ផងអញ្ចឹងយើងរាប់យកទាំងអស់មកចក្ខុវិញ្ញាណសោតវិញ្ញាណឃានវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណហើយនឹងសម្បដិឆន្ទៈវិបាកមโนធាតុណាបាន6ហ្នឹងមែនទេហ្នឹងហើយតែនៅក្នុងខាងកុសលវិបាកវាផ្សេងគ្នាពីអកុសលវិបាកអកុសលវិបាក
រួចពី6នឹងទៅគឺឧបេក្ខាមិនអញ្ចឹងទេឧបេក្ខាតែមួយទេអត់រួមចុងក្រោយហ្នឹងហើយតែនៅក្នុងផ្នែកកុសលវិបាកវិញមកដល់ទី7ទី8វាខុសគ្នាមួយសោមនស្សមួយឧបេក្ខាអញ្ចឹងបានបើសិនជារូបនឹងជាអតិអដ្ឋារម្មណ៍សោមនស្សកើតឡើងគណៈនោះអញ្ចឹងណាហើយទៅតទាលំបណៈក៏សោមនស្សដែរអញ្ចឹងបានអាចនិយាយថាចិត្តដែលដឹងអតិអដ្ឋារម្មណ៍នឹង7ហ្នឹង7មានចក្ខុសោតៈឃានៈជីវហាកាយសម្បដិឆន្ទៈហើយនឹងសោមនស្សសន្តិណៈសោមនស្សសន្តិណៈអូណែចាំបានទេយ៉ាងនៅមួយទៀតលោកគ្រូហើយសំណួរដូចគ្នាដែរសំណួរមេរៀនចិត្តហ្នឹងអហេតុកៈកុសលវិបាកចិត្តមានប៉ុន្មានដួងដែលអាចដឹងមច្ឆតតអដ្ឋារម្មណ៍ផងដឹងអដ្ឋារម្មណ៍ផងអតិអដ្ឋារម្មណ៍អានអត់អស់បើសួរសរុបយើងឆ្លើយទាំងអស់ទៅ8ចម្លើយ6អូដែលដឹងផងត្រូវ6ត្រូវអាហ្នឹងដួងណាខ្លះខ្ញុំអាចឆ្លើយថា8ដឹងទាំងអស់ហ្នឹងអាហ្នឹងយើងនិយាយ2ចូលគ្នាដោយអនេកន្តៈប៉ុន្តែបើដោយអេកន្តៈដឹងទាំងពីរនឹងបានគឺ6នឹងឯង6ដួងណាខ្លះដែរគ្រូជួយបញ្ជាក់6យើងរំលង6គឺដកអា2ចុងក្រោយចេញដកអា2ចុងក្រោយចេញបាទអាហ្នឹងដឹងទាំងពីរបានមច្ឆតៈផងហើយនឹងអតិអដ្ឋារម្មណ៍ផងបាទ